គ្រាន់តែឃើញក្បាលវីដេអូក៏ដឹងថាអេបណាដែរអ្នកគ្នាសួស្តីអ្នកគ្នាមុននឹងទៅហាត់តើគឺខ្ញុំមកហាត់ប្រាណសិនខ្ញុំនេះហាត់ 30% ថត 70% ចាហើយបន្ទាប់ពីហាត់ប្រាណហើយគឺខ្ញុំមកដូរកៅអៅដើម្បីហាត់តើបន្ទាប់ពីដូរកៅអៅហើយគឺយើងចេញទៅក្រៅប៉ុន្តែខ្ញុំអៀនខ្លាំងមែនតើអ្នកទាំងគ្នាអៀនឡើងកាមេរ៉ាមែនខ្ញុំស្ដីឲ្យតែម្ដងណែឃើញនេះឈួតចឹងនិយាយមែនថាធ្វើចឹងធ្វើអីវាថាក្នុងខ្លួនខ្ញុំពោពេញទៅដោយអៀនអ្នកគ្នាអត់បានបញ្ចុះហ៎ឥឡូវនេះគឺខ្ញុំមកជិះជាមួយនឹងកោហើយកោនេះគឺមុខដូចចលែនតិចអីមិនតិចនេះហើយរៀងស្ពឹកមុខដែរដោយសារតែកាមេរ៉ាមែនស្ដីឲ្យឥឡូវចាប់ផ្ដើមរៀង confidence ជាងមុនហើយខ្ញុំថតនៅហាត់ទឹករហូតអញ្ចឹងកុំគិតថាខ្ញុំចេះហាត់ទឹកណូខ្ញុំអត់ចេះសោះហ្មងឥឡូវនេះគឺខ្ញុំជិះកោទៅអ្នកគ្នាបាននៅលើកោហ្នឹងគឺថានៅជាប់ទៅនឹងមកហើយគេឡើងហាត់ទឹកឡើងសប្បាយទាំងអស់គ្នាអត់តែខ្ញុំទេនេះនៅតែលើកោនឹងគ្មានតាណារួចទេអ្នកគ្នាអើយងាជីវិតអ្នកអត់ចេះហាត់ទឹកគឺមានតែប៉ុណ្្នឹងឯងហើយសម្រាប់បងប្អូនដែលតែទៅសួរថាខ្ញុំមកហាត់ទឹកហើយនឹងហាត់ប្រាណនៅណាគឺខ្ញុំមកហាត់នៅ Bulldog អ្នកគ្នានេះជាទស្សនវិជ្ជាពេលយប់នេះជាកន្លែងអាហារទឹកអ្នកទាំងអស់គ្នាអាចមកលេងឬក៏មកហាត់អីក៏បានដែរអញ្ចឹងទីដំបូងអ្នកទាំងអស់គ្នាត្រូវមកកន្លែង reception ដើម្បីសួរព័ត៌មានអីផ្សេងៗអញ្ចឹងអ្នកគ្នានៅកន្លែងគាត់ក៏មានលក់ជា protein ច្រើនមែនតើមិនដឹងថាមានអីខ្លះទេចឹងអ្នកទាំងអស់គ្នាអាចសួរគាត់បានហើយយើងចូលមកកត់វត្តមានសិនមកបន្ទាប់មកចាំខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលក្នុង Paven Gym អញ្ចឹងតើនៅឡើងគឺថាមានឧបករណ៍ជាច្រើនអ្នកទាំងអស់គ្នាអាចទៅហាត់បានយកកន្លែងគាត់វិញគឺថាចម្រុះគ្រប់ជាតិសាសន៍តែម្ដងហើយសម្រាប់តម្លៃកន្លែងគាត់វិញគឺ walk in តម្លៃ$5អាច gym swim steam sauna អីបានមួយសេតតែម្ដងចឹងមកអ្នកទាំងអស់គ្នាចង់រកទីតាំងដែលល្អសម្រាប់សម្រក់គីឡូឬក៏ថែរាងរបស់យើងធ្វើឲ្យរាងយើងកាន់តែស្អាតចឹងអ្នកទាំងអស់គ្នាក៏អាចមក Bulldog បានទៅយើងអាចថតរូបលេងអីបានថែមទៀតផងអ្នកទាំងអស់គ្នាដែលសំខាន់គឺមានទាំង library នៅនឹងទៀតហើយខ្ញុំទៅនឹងយូរខ្ញុំទៅមិនដឹងថានៅនឹងមាន library អ្នកទាំងអស់គ្នាអើយហើយ library គេឡើងស្អាតមែនតើហ្មងប៉ុន្តែគេតម្រូវឲ្យយើងត្រូវរក្សាភាពស្ងៀមស្ងាត់ដោយសារមានអ្នកខ្លះទៅគាត់ធ្វើការអ្នកខ្លះគាត់ចូលចិត្តអានសភៅអីចឹងណាខ្ញុំអត់ចូលចិត្តអានសភៅតែចូលចិត្តថតរូបក៏កន្លែងហ្នឹងក៏ថតរូបត្រូវដែរអ្នកគ្នាគឺស្អាតមែនតើហ្មងហើយមួយវិញទៀតខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថានៅ Bulldog ក៏មាន trainer ផងដែរបើសិនជាអ្នកទាំងអស់គ្នាត្រូវការ trainer ឬក៏អីផ្សេងៗអ្នកទាំងអស់គ្នាអាច contact ទៅគាត់បានឬឆាតទៅក្នុង IG Facebook អីផ្សេងៗគឺខ្ញុំដាក់ទៅលើហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ